ប្តីប្រពន្ធមកគូអត់ខ្វាយខ្វល់ពីកូនខ្លួនឯងសោះបានទុកគ្នាចោលឲ្យមានតវ៉ៅអាលេះអាលួយពេញខ្លួនរហូតដល់ដេកស្លាប់នៅលើសាឡុងហើយស្បែកហើយនឹងរាងកាយរបស់កូនស្រីនឹងត្រូវបានរលេះរលួយហើយរលាយចូលគ្នាជាមួយនឹងសាឡុងដែលគាត់ដេកនឹងតែម្ដងហើយនៅពេលដែលគេបានរកឃើញថាគាត់ស្លាប់គឺគាត់ពោពេញទៅដោយឈាមហើយនឹងលាមករបស់គាត់ហើយរាងកាយរបស់គាត់នឹងត្រូវបានសត្វល្អិតចោះស៊ីហើយពីព្រោះតែកូនមានជំងឺមួយយ៉ាងស្តៀងនឹងជំងឺអូឌីសឹមដែលអត់ចង់នឿយហត់អត់ចង់ប្រវាក់ក៏ទុកគ្នាចោលនៅលើសាឡុងមួយកន្លែងនឹងថ្កល់ដោយអត់ខ្វាយខ្វល់អត់មើលថែគ្នារយៈពេល12ឆ្នាំរហូតទៅដល់កូននឹងស្លាប់សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំមកនៅករណីមួយដែលរន្ធត់ហើយសោកសៅមែនទែននៅក្នុងក្រុមគ្រួសារនីមួយៗតែងតែមានវិបត្តិមានបញ្ហាផ្សេងៗគ្នាឧទាហរណ៍ដូចជាគ្រួសារខ្លះក៏មានវិបត្តិផ្នែកហិរញ្ញវត្ថុហើយនៅក្នុងក្រុមគ្រួសារខ្លះទៀតក៏មានវិបត្តិទំនាក់ទំនងប្តីប្រពន្ធក្រុមគ្រួសារអីអញ្ចឹងទៅហើយនៅក្នុងបញ្ហានៅក្នុងវិបត្តិមួយតែងតែបង្កឲ្យមានលទ្ធផលអាក្រក់ផ្សេងៗគ្នាឧទាហរណ៍ជាក់ស្ដែងដូចជានៅក្នុងវីដេអូមុនខ្ញុំនិយាយអំពីក្រុមគ្រួសារ Paris Oda ដែលមានបញ្ហាហិរញ្ញវត្ថុក៏បង្កឲ្យមានករណីឃាតកម្មមួយគ្រួសារតែម្ដងហើយវិបត្តិនៅក្នុងក្រុមគ្រួសារខ្លះទៀតដែលមានបញ្ហាទំនាក់ទំនងប្តីប្រពន្ធការផិតក្បត់ក៏បង្កឲ្យទៅជាមានការលែងលះហើយក៏បានបន្សល់នៅបញ្ហាផ្លូវចិត្តដល់កូននៅពេលដែលឪពុកម្ដាយបានលែងលះតែក្នុងករណីដែលខ្ញុំនឹងលើកយកមកនិយាយថ្ងៃនេះគឺខុសពីករណីមុនទៀតដែលនៅក្នុងក្រុមគ្រួសារតូចមួយដែលប្តីប្រពន្ធមកគូនឹងមានកូនស្រីតែម្នាក់ទេมันមានបញ្ហាហិរញ្ញវត្ថុมันមានបញ្ហាវិវាទក្នុងគ្រួសារក៏ប៉ុន្តែបញ្ហាគឺកូនឈឺហើយឪពុកម្ដាយអត់ចង់ហត់នឿយអត់ចង់ចំណាយពេលនៅក្នុងការមើលថែជំងឺកូនស្រីតែម្នាក់របស់ពួកគាត់រហូតដល់កូនស្រីធ្លាក់ខ្លួនពិការអត់អាចកម្រើកដៃជើងអត់អាចធ្វើអីបានទាំងអស់ទុកកូនស្រីរបស់ពួកគាត់នឹងឲ្យដេកនៅលើសាឡុងតែមួយកន្លែងដោយមិនផ្ដល់អាហារគ្រប់គ្រាន់ដោយមិនផ្ដល់ការមើលថែទាំរយៈពេល12ឆ្នាំនៅលើសាឡុងហើយរូបភាពនៃការស្លាប់របស់កូនស្រីពួកគាត់នឹងគឺរន្ធត់ខ្លាំងមែនទែនដល់ថ្នាក់អ្នកធ្វើកសលវិច័យគាត់បាននិយាយថានៅពេលដែលគាត់បានធ្វើកសលវិច័យហើយឃើញសាកសពរបស់ស្ត្រីម្នាក់នឹងហើយគឺធ្វើឲ្យគាត់ប៉ះទង្គិចដល់ផ្លូវចិត្តរបស់ពួកគាត់ដែលគាត់អត់អាចនឹកស្មានដល់ហើយក៏មិនដែលជួបករណីនឹងពីមុនមកដែរដល់ថ្នាក់ធ្វើឲ្យគាត់អត់អាចគេងអត់អាចញ៉ាំអាហារបានរយៈពេលពេញមួយសប្តាហ៍អញ្ចឹងយកម្ដងអំពីរឿងរ៉ាវលម្អិតរបស់ក្រុមគ្រួសារមួយនេះទាំងអស់គ្នាស្ត្រីជាម្ដាយមានឈ្មោះថា Sheila Fletcher គាត់ជាគ្រូបង្រៀនហើយក្នុងនាមគាត់គឺជាអ្នកអប់រំម្នាក់គាត់ត្រូវបានគេរំពឹងទុកថាគាត់គឺជាអ្នកដែលមានទំនួលខុសត្រូវខ្ពស់នៅក្នុងការចិញ្ចឹមបីបាច់នៅក្នុងការអប់រំក៏ដូចជាជំរុញឲ្យមានការអភិវឌ្ឍផ្លូវចិត្តរបស់ក្មេងៗដែរហើយតួនាទីរបស់អ្នកអប់រំជាធម្មតាបង្ហាញចេញអំពីការយកចិត្តទុកដាក់ការអត់ធ្មត់ហើយនិងការបដិញ្ញាចិត្តចំពោះសុខុមាលភាពរបស់អ្នកដទៃហើយចំណុចសំខាន់មួយទៀតគ្រូបរិញ្ញាត្រូវបានគេចាត់ទុកថាជាបុគ្គលដែលយកចិត្តទុកដាក់ចំពោះតម្រូវការរបស់អ្នកដទៃដែលនៅក្នុងការថែទាំរបស់ពួកគាត់ក៏ប៉ុន្តែការរំពឹងទុកទាំងអស់ហ្នឹងវាផ្ទុយស្រឡះពីអ្វីដែល Sheila Fletcher ក្នុងនាមគាត់ជាគ្រូបង្រៀនគាត់បានធ្វើចំណែកឯឪពុករបស់ជនរងគ្រោះក៏មានឈ្មោះថា Claire Fletcher គាត់គឺជាអ្នកជំនួញនៅក្នុងស្រុកនៅក្នុងតំបន់ដែលគាត់រស់នៅផ្ទាល់តែម្ដងតួនាទីអ្នកជំនួញជាទូទៅបង្ហាញអំពីកម្រិតនៃការរៀបចំការយកចិត្តទុកដាក់ហើយនិងទំនួលខុសត្រូវនិងការចូលរួមជាមួយនឹងសហគមន៍ហើយក្នុងនាមជាម្ចាស់អាជីវកម្មត្រូវបានគេគោរពហើយនិងផ្ដល់ការជឿទុកចិត្តពីសហគមន៍និងត្រូវបានគេមើលឃើញថាគឺជាសសរស្តម្ភរបស់សហគមន៍ដែលបានរួមចំណែកដល់សុខភាពរបស់សេដ្ឋកិច្ចក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការពិតនៅក្នុងក្រុមគ្រួសារនៅក្នុងផ្ទះរបស់គាត់គឺខុសគ្នាផ្ទុយស្រឡះពីតួនាទីការងារដែលប្តីប្រពន្ធមកគូនេះគាត់ធ្វើពួកគាត់មានកូនស្រីម្នាក់ដែលមានឈ្មោះថា Leslie Fletcher Leslie គាត់បានកើតនៅថ្ងៃទី25ខែវិច្ឆិកាឆ្នាំ1985មកពីរដ្ឋ Louisiana សហរដ្ឋអាមេរិកនៅក្នុងវ័យសិក្សារបស់ Leslie នៅពេលដែលគាត់រៀននៅក្នុងថ្នាក់វិទ្យាល័យ Leslie ត្រូវបានមិត្តភ័ក្តិនៅសាលារៀនប៊ូលីគាត់ជាញឹកញាប់ថាគាត់មានជំងឺ Autism រហូតដល់គាត់អត់អាចរៀននៅសាលានឹងបានបន្តទៀតឪពុកម្ដាយរបស់គាត់ក៏ដកគាត់ឈប់ឲ្យគាត់ទៅរៀននៅសាលាដោយឲ្យមករៀននៅផ្ទះវិញដែលគេហៅថា homeschooling ហើយពេលនោះម្ដាយរបស់ Leslie គាត់បានអះអាងថា Leslie មានជំងឺ
Asperger syndrome Asperger syndrome នោះវាជាវិសលគមនៃជំងឺ autism ដែលរោគសញ្ញាវាស្តៀងគ្នាមានដូចជាខ្វះទំនាក់ទំនងនៅក្នុងសង្គមពិបាកនៅក្នុងការប្រស័យតាក់ទងពាក្យសម្ដីជាមួយនឹងអ្នកដទៃអីចឹងពេលខ្លះដូចជាគាត់និយាយអីប្លែកៗនិយាយភាសាដែលគេស្ដាប់អត់បានហើយជួនកាលទៅក៏មានអាកប្បកិរិយាច្រំដែលពេលខ្លះបើសិនជាគាត់និយាយពាក្យអីមួយចឹងគឺគាត់នៅតែនិយាយពាក្យហ្នឹងដដែលហើយឪពុកម្ដាយរបស់ Lacy ទោះបីជាដឹងថាគាត់មានជំងឺក៏ដោយក៏ឪពុកម្ដាយរបស់គាត់អាចបានយកចិត្តទុកដាក់នៅក្នុងការមើលថែការថែទាំ Lacy ដែរជារៀងរាល់ចុងសប្តាហ៍ប្តីប្រពន្ធនឹងគាត់តែងតែទៅដើរលេងនៅទីកន្លែងដែលឆ្ងាយទៅឆ្ងាយពីផ្ទះហើយទុក Lacy ឲ្យនៅផ្ទះតែម្នាក់ឯងជួនកាលទៅគាត់ទៅដើរលេងឆ្ងាយ3-4ថ្ងៃ4-5ថ្ងៃអីចឹងបានគាត់ត្រឡប់មកផ្ទះវិញហើយចឹង Lacy នឹងគាត់នៅផ្ទះម្នាក់ឯងគាត់អត់មានអីញ៉ាំទេទោះបីជាឪពុកម្ដាយគាត់នៅក្នុងផ្ទះនឹងអត់ទៅណាក៏គាត់អត់បានផ្ដល់អាហារូបត្ថម្ភគ្រប់គ្រាន់ទៅដល់ Lacy ដែរហើយដោយសារតែកង្វះអនាម័យហើយនិងអាហារូបត្ថម្ភផងនោះបានធ្វើឲ្យ Lacy នឹងគឺគាត់ធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងឆ្នាំ2010នៅពេលដែល Lacy គាត់មានវ័យ24ឆ្នាំសុខភាពរបស់ Lacy គឺថយចុះខ្លាំងមែនទែនគឺស្គមរិញរៃស្លេកស្លាំងដល់ថ្នាក់អត់អាចងើបដើរដោយខ្លួនឯងអត់អាចធ្វើចលនាបានទេហើយនៅពេលដែលគាត់លែងមានចលនាដើរក៏លែងបាននិយាយក៏លែងបាននៅពេលហ្នឹងឪពុកម្ដាយរបស់គាត់នឹងបានបង្ខាំងគាត់ទុកឲ្យនៅលើសាឡុងតែមួយកន្លែងគត់នៅពេលហ្នឹងចូលលក្ខណៈថាគាត់ចាប់ផ្ដើមពិការហើយប៉ុន្តែឪពុកម្ដាយនឹងអត់បានផ្លាស់ទីកូនលើកដាក់កូនមើលថែជូតសម្អាតឬក៏មុជទឹកបញ្ចុកចំណីអាហារអីឲ្យកូនទេគឺដាក់ឲ្យនៅដេកនៅលើសាឡុងស្បែកនៅក្នុងផ្ទះរបស់គាត់ហ្នឹងតាមមួយកន្លែងនឹងថ្កល់តែម្ដងចង់កូននឹងមិនទៅចង់អាចចង់នោមអីគឺនៅលើសាឡុងហ្នឹងទៅហើយនៅក្នុងឆ្នាំ2010នឹងដែរឪពុកម្ដាយនឹងក៏ធ្លាប់ទៅជួបគ្រូពេទ្យដែរក៏បានប្រាប់អាការៈរបស់កូននឹងទៅកាន់ពេទ្យហើយនឹងសួរនាំមធ្យោបាយពីពេទ្យប៉ុន្តែពេទ្យបានណែនាំឲ្យឪពុកម្ដាយនឹងយក Lacy ទៅជួបពេទ្យផ្ទាល់ពីព្រោះបើគ្រាន់តែជាការរាយរាប់របស់ឪពុកម្ដាយនឹងអាចនឹងធ្វើការវិនិច្ឆ័យខុសអញ្ចឹងពេទ្យក៏ណែនាំឲ្យឪពុកម្ដាយនាំ Lacy នឹងទៅជួបពេទ្យផ្ទាល់ប៉ុន្តែពួកគាត់អត់ដែរនាំ Lacy ទៅជួបពេទ្យផ្ទាល់ទេហើយមកដល់ចំណុចនេះនៅពេលដែល Lacy គាត់អត់ទទួលបានការព្យាបាលហើយនឹងការយកចិត្តទុកដាក់ Lacy គាត់ក៏ចាប់ផ្ដើមមានជំងឺថ្មីមួយទៀតដែលធ្ងន់ធ្ងរខ្លាំងមែនទែនវាគឺជាជំងឺ Lock-in syndrome Lock-in syndrome គឺជាជំងឺសរសៃប្រសាទដ៏កម្រមួយដែលវាធ្វើឲ្យសាច់ដុំគ្រប់ផ្នែកទាំងអស់នៃរាងកាយនឹងទៅជាខ្វិនឬក៏ជាប់គាំងសាច់ដុំអញ្ចឹងបានន័យថាសាច់ដុំទាំងអស់ហ្នឹងគឺលែងមានចលនាធ្វើអីលែងបានទេលើកលែងតែភ្នែកទេដែលនៅមានចលនាអញ្ចឹងភ្នែកហ្នឹងអាចធ្វើសកម្មភាពធ្វើចលនាមើលទៅលើទៅក្រោមឆ្វេងស្ដាំបានប៉ុន្តែរាងកាយផ្សេងៗគឺលែងកម្រើកបានហើយសូម្បីតែនិយាយគាត់អាចនិយាយបានដែរប៉ុន្តែគាត់នៅទទួលដឹងការឈឺចាប់នៅលើរាងកាយរបស់គាត់ឧទាហរណ៍ថាបើគេវាយគាត់ឬក៏ក្តិចគាត់ដឹងថាឈឺគ្រាន់តែគាត់កម្រើកអត់បានគាត់និយាយអត់បានព្រោះរាងកាយហ្នឹងមិនមែនស្ពឹកដែលគេប៉ះគេវាយអីអត់ដឹងឈឺទេហើយគេបានវាយតម្លៃថាមូលហេតុដែល Lacy គាត់ធ្លាក់ខ្លួនទៅដល់ការជំងឺ Lock-in syndrome គឺដោយសារតែគាត់កង្វះខាតនៅអាហារូបត្ថម្ភខ្លាំងមែនទែនធ្វើឲ្យគាត់ស្លេកស្លាំងធ្វើឲ្យសាច់ដុំគាត់ស្វិតមនុស្សដែលសុទ្ធតែឆ្អឹងអត់មានសាច់សោះហើយនៅពេលដែល Lacy គាត់មានជំងឺ Lock-in syndrome នេះឪពុកម្ដាយរបស់គាត់បានទុកគាត់ចោលនៅលើសាឡុងមួយនៅក្នុងផ្ទះរបស់គាត់សាឡុងហ្នឹងគឺជាសាឡុងស្បែកដោយដាក់ Lacy ឲ្យគេងនៅលើសាឡុងហ្នឹងតែមួយកន្លែងទេហើយសាឡុងហ្នឹងទៀតវាដូចជាលហែកហើយមានរុនមួយនៅពីក្រោមនៅពេលដែល Lacy គាត់ឈឺបាត់ជើងទូចបាត់ជើងធំអីគឺគាត់អត់អាចងើបទៅខ្លួនឯងបានទេអញ្ចឹងនៅពេលដែលគាត់ឈឺបាត់ជើងទូចបាត់ជើងធំអីគឺចូលទៅប្រឡោះសាឡុងហ្នឹងឯងហើយនៅលើសាឡុងហ្នឹងឪពុកម្ដាយរបស់គាត់បានដាក់កសែងពោះគោរៀងធំមួយនៅលើសាឡុងហ្នឹងដើម្បីនៅពេលដែលគាត់បាត់ជើងអីចឹងទៅឲ្យវាជ្រាបចូលទៅក្នុងកសែងហ្នឹងកុំឲ្យវាហូរអាឡែអាឡាក់ចេញមកក្រៅកុំឲ្យគាត់ពិបាកសម្អាតអីចឹងហើយ Lacy គឺគាត់ស្ថិតនៅក្នុងស្ថានភាពបែបហ្នឹងរយៈពេល12ឆ្នាំសូម្បីតែទឹកក៏អត់បានមុជហើយសម្លៀកបំពាក់ដែលគាត់បានពាក់នៅក្នុងឆ្នាំ2010ហ្នឹងគឺគាត់មានសម្លៀកបំពាក់តែមួយកាផ្លេនឹងគត់នៅលើខ្លួនរបស់គាត់ជាប់រហូតមកដល់12ឆ្នាំក្រោយអ្នកទាំងអស់គ្នាសាកសម័យមើលស្លៀកពាក់ខោអាវមួយកាផ្លេនៅលើខ្លួនរយៈពេល12ឆ្នាំអញ្ចឹងខោអាវហ្នឹងគឺទូជាងមនុស្សហើយ
យើងគិតចាប់តាំងពីឆ្នាំ2010រហូតមកដល់ឆ្នាំ2022គឺមានរយៈពេល12ឆ្នាំដែល Lacy គាត់នៅលើសាឡុងតែមួយកន្លែងអត់អាច move ទៅណាបានហើយនៅថ្ងៃទី3ខែមករាឆ្នាំ2022ឪពុកម្ដាយរបស់ Lacy គាត់បានត្រឡប់មកពីដើរលេងនៅថ្ងៃចុងសប្តាហ៍របស់គាត់វិញដោយដែលខ្ញុំបានប្រាប់នៅពីខាងដើមវីដេអូថាឪពុកម្ដាយរបស់គាត់តែងតែទៅដើរលេងចុងសប្តាហ៍ច្រើនថ្ងៃហើយទៅឆ្ងាយដោយទុក Lacy ឲ្យនៅផ្ទះតែម្នាក់ឯងអីអញ្ចឹងទៅប៉ុន្តែម្ដងនេះនៅពេលដែលគាត់មកពីដើរលេងវិញគឺគាត់ឃើញ Lacy បានស្លាប់នៅលើសាឡុងនៅក្នុងផ្ទះដែលគាត់តែងតែគេងជារៀងរាល់ថ្ងៃហ្នឹងហើយគាត់ក៏បានទូរស័ព្ទទៅកាន់ភ្នាក់ងារ911ហើយគាត់បានរាយការណ៍ទៅកាន់ភ្នាក់ងារ911ថានៅពេលដែលគាត់មកដល់ផ្ទះវិញគាត់ក៏ប្រទះឃើញកូនគាត់ដេកស្លាប់នៅលើសាឡុងហើយភ្នាក់ងារ911ក៏បានប្រាប់ឲ្យគាត់ធ្វើ CPR ឲ្យ Lacy មកស្ទុះក្រោយមកទាំងប៉ូលីសទាំងភ្នាក់ងារ911ទាំងអ្នកធ្វើកសោវិច័យពេទ្យអីហ្នឹងគឺគេចុះមកដល់ផ្ទះរបស់ពួកគាត់តែម្ដងទាំងប៉ូលីសទាំងអ្នកស៊ើបអង្កេតហើយនិងអ្នកធ្វើកសោវិច័យនៅពេលដែលគេឈានជើងចូលមកដល់ផ្ទះរបស់គាត់ភ្លាមគឺពួកគាត់បាននិយាយថាគាត់បានជួបហេតុការណ៍មួយដែលមិនអាចបំភ្លេចបានហើយជាហេតុការណ៍ដែលមិនដែលធ្លាប់ជួបប្រទះសោះពីមុនមកគ្រាន់តែបើកទ្វារចូលមកដល់ក្នុងផ្ទះភ្លាមគឺមានធំក្លិនស្អុយខ្លាំងមែនទែនស្អុយហ្នឹងគឺស្អុយចេញមកពីតបៅរបស់ Lacy ផងស្អុយមកពីក្លិនលាមកហើយនិងទឹកនោមរបស់ Lacy ផងដែលវាសុទ្ធតែជាភាពកខ្វក់កង្វះអនាម័យខ្លាំងនៅលើខ្លួនរបស់ Lacy តាំងពីមុនពេលដែលគាត់ស្លាប់ទៅទៀតគេបាននិយាយថាវាធំក្លិនអាក្រក់ពេកដល់ថ្នាក់អត់អាចដកដង្ហើមបានហើយកាន់តែអាក្រក់ជាងនឹងទៀតនៅពេលដែលអ្នកធ្វើកសោវិច័យគេត្រួតពិនិត្យទៅលើសាកសពរបស់ Lacy សាកសពនឹងមានសភាពស្លេកស្លាំងខ្លាំងហើយស្គមរបៀបថាស្គមមានតែស្បែកដដប់ឆ្អឹងហើយលើខ្លួនរបស់គាត់គឺក្របដណ្ដប់ទៅដោយដំបៅពេញរាងកាយតបៅនឹងបានស៊ីសាច់គាត់រហូតទៅដល់ឆ្អឹងនៅផ្នែកខាងក្រោមរបស់គាត់គឺរលួយឡើងចេញឆ្អឹងតែម្ដងហើយនៅសក់ក្បាលរបស់គាត់គឺមានសត្វតែចៃពីព្រោះថាគាត់អត់បានមុជទឹកអត់បានសម្អាតអីទាំងអស់ហើយអាក្រក់ជាងគេបំផុតហ្នឹងគឺរាងកាយរបស់គាត់ត្រូវបានដេកនៅលើសាឡុងហ្នឹងរយៈពេល12ឆ្នាំដោយអត់បានផ្លាស់ទីអត់មានចលនាហើយដោយរាងកាយគាត់សុទ្ធតែតបៅទៀតអញ្ចឹងបានធ្វើឲ្យតបៅរាងកាយរបស់គាត់ហ្នឹងរលាយសាច់ចូលគ្នាជាមួយនឹងសាឡុងបានន័យថាមនុស្សហើយនឹងសាឡុងគឺអាលាយចូលគ្នាសាច់ខាំស៊ីចូលគ្នាជាមួយនឹងសាឡុងអ្នកទាំងអស់គ្នាសាកសម័យមើលបើសិនជាឧទាហរណ៍ថាថ្ងៃណាមួយយើងទៅធ្វើការហត់ធ្វើការពេញមួយសប្តាហ៍ហើយយើងទើបតែបានសម្រាកនៅថ្ងៃចុងសប្តាហ៍មួយថ្ងៃដូចជាថ្ងៃអាទិត្យយើងតែងតែគេងឲ្យបានយូរឲ្យបានច្រើនម៉ោងលើសពីថ្ងៃធម្មតាប៉ុន្តែបើសិនជាយើងគេងមកយប់ទល់ភ្លឺហើយស្អែកព្រឹកឡើងយើងអត់ងើបទេយើងនៅតែបន្តគេងទៀតរហូតដល់ថ្ងៃត្រង់ឬក៏បន្តគេងរហូតដល់ល្ងាចដរិចទៀតនៅពេលដែលយើងងើបឡើងយើងនឹងមានអារម្មណ៍ថាអត់ស្រួលខ្លួនទេពីព្រោះរាងកាយរបស់យើងនឹងវាសម្រាកយូរពេកវាអត់មានចលនាយើងគេងយូរពេកវានឹងធ្វើឲ្យរាងកាយរបស់យើងនឹងកាន់តែសពុតសពន់ឲ្យយើងកាន់តែហត់ហើយអស់កម្លាំងនិយាយរួមទៅគឺអត់ស្រួលនៅក្នុងខ្លួនទេមិនមែនយើងគេងយូរសម្រាកយូរនឹងស្រួលគឺអត់ស្រួលទេចោះទម្រាំ Lacy ដែលគាត់នៅក្នុងស្ថានភាពបែបហ្នឹងរយៈពេល12ឆ្នាំអញ្ចឹងយើងអាចសម័យអំពីស្ថានភាពរបស់គាត់បានថាវេទនាដល់កម្រិតណាហើយបូកផ្សំជាមួយនឹងលាមកហើយនឹងទឹកនោមនៅកន្លែងគេងរបស់គាត់នឹងផ្ទាល់វាធ្វើឲ្យកង្វះអនាម័យខ្លាំងរហូតទៅដល់មានមេរោគជ្រៀតជ្រែកចូលទៅក្នុងតវ៉ៅចូលទៅក្នុងឆ្អឹងរបស់គាត់នឹងថែមទៀតបូកថែមទាំងអត់ទទួលបានអាហារហូបចុកគ្រប់គ្រាន់អញ្ចឹងហើយបានឈានទៅដល់ឲ្យគាត់ធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតក្រោយពីបានត្រួតពិនិត្យសាកសពនិងធ្វើកសលវិច័យហើយគេបានរកឃើញថា Lacy គាត់ព្យាយាមស្វះស្វែងព្យាយាមចង់រួចជីវិតខ្លាំងមែនទែនទោះបីជាគាត់ពិការស្ទើរតែទាំងស្រុងនៅលើរាងកាយរបស់គាត់ដែលគាត់អត់អាចកម្រើកអត់មានចលនាបានក៏ប៉ុន្តែនៅក្នុងជីវិតចុងក្រោយរបស់គាត់គឺគាត់ព្យាយាមដើម្បីចង់រស់គេបានរកឃើញនៅលើចុងកញ្ចក់ម្រាមដៃរបស់គាត់គឺគាត់ខំប្រឹងកាយឬក៏ខ្វារបស់របរនៅជុំវិញគាត់អ្វីដែលគាត់អាចហូបបានដោយសារតែគាត់ឃ្លានខ្លាំងពេកអ្នកទាំងអស់គ្នាដឹងថាគេរកឃើញអីនៅលើកញ្ចក់ហើយនៅក្នុងពោះរបស់គាត់អត់គឺមានកំទេចសឡុងស្បែកដែលគាត់គេងហ្នឹងហើយនឹងកាកសំណល់លាមករបស់គាត់ផ្ទាល់នៅក្នុងដៃហើយនឹងក្នុងពោះរបស់គាត់បានព្យាយាមអស់ពីសមត្ថភាពដើម្បីបន្តជីវិតរបស់គាត់គឺគាត់ខ្វះសឡុងដែលគាត់គេងហ្នឹងហើយនឹងលាមករបស់ខ្លួនឯងហ្នឹងយកទៅហូបហើយនៅពេលដែលម្ដាយរាយការណ៍ប្រាប់ថាកូនស្រីរបស់ខ្លួនឯងបានស្លាប់ហ្នឹង Lacy មិនមែនទើបតែស្លាប់ថ្ងៃហ្នឹងទេគឺគាត់បានស្លាប់មុននឹង2ថ្ងៃមកហើយឡើងដល់ថ្នាក់មានសត្វល្អិតហើយនឹងកតោមកស៊ីសាកសពរបស់គាត់អីហ្នឹង
ហើយសម្រាប់អ្នកធ្វើកសោវិច័យសាកសពរបស់លេស៊ីបន្ទាប់ពីបានធ្វើកសោវិច័យហើយគឺគាត់បានប៉ះទង្គិចទៅលើផ្លូវចិត្តរបស់គាត់ខ្លាំងរហូតដល់ថ្នាក់គាត់អត់អាចគេងអត់អាចហូបបានរយៈពេលពេញមួយសប្តាហ៍ហើយមូលហេតុដែលគាត់អត់អាចគេងអត់អាចញ៉ាំហ្នឹងមិនមែនដោយសារតែគាត់ខ្ពើមទៅលើសាកសពរបស់លេស៊ីទេក៏ប៉ុន្តែដោយសារតែការរន្ធត់ចិត្តគាត់តក់ស្លុតទៅលើអ្វីដែលលេស៊ីបានជួបប្រទះដែលសម្បីតែខ្លួនគាត់ជាអ្នកធ្វើកសោវិច័យទៅលើសាកសពជាច្រើនតែគាត់អត់ដែលជួបប្រទះទៅលើសាកសពឬក៏ជនរងគ្រោះណាដែលគួរឲ្យអាណិតអាសូរហើយវេទនាដូចលេស៊ីនេះទេហើយយើងមកមើលអំពីអាការៈរបស់ឪពុកម្ដាយលេស៊ីវិញម្ដងអ្នកស៊ើបអង្កេតក្នុងករណីហ្នឹងគាត់បាននិយាយថានៅពេលដែលលេស៊ីបានស្លាប់គាត់ចូលមកដល់ឃើញឪពុករបស់លេស៊ីគាត់មានអាការៈធម្មតាដូចជាអត់មានឈឺចាប់អត់មានការសោកស្ដាយអត់មានអារម្មណ៍អីទាំងអស់គាត់ធម្មតាចំណែកឯម្ដាយវិញគាត់មើលទៅដូចជាសម្ដែងការឈឺចាប់សម្ដែងការសោកស្ដាយតិចតួចដែរសម្រាប់ការស្លាប់របស់កូនស្រីរបស់គាត់ប៉ុន្តែមើលទៅអាការឈឺចាប់ហើយនឹងការសោកស្ដាយនឹងវាតិចតួចពេកដែលវាមើលទៅខុសពីធម្មតាអ្នកសង្កេតបាននិយាយថាគាត់គ្រាន់តែអង្គុយប្រឈរជង្គង់ហើយអោនមុខរបស់គាត់យំតិចតិចនៅលើប្រឡោះជើងប្រឡោះជង្គង់របស់គាត់នឹងហើយជាពិសេសគាត់មានកូនតែម្នាក់ទៀតអញ្ចឹងហើយវាអត់ធម្មតាអត់ប្រក្រតីដែលវាខុសប្លែកពីឪពុកម្ដាយទូទៅនៅពេលដែលបាត់បង់កូននៅពេលដែលកូនជាទីស្រឡាញ់បានស្លាប់ទៅឪពុកម្ដាយប្រកាសជាឈឺចាប់ខ្លាំងហើយការឈឺចាប់ទាំងអស់ហ្នឹងมันអាចលាក់ទុកมันអាចបៀមទុកនៅក្នុងទ្រុងបានទេប្រកាសជាបញ្ចេញមកក្រៅនៅក្នុងអំឡុងពេលហ្នឹងឯងដូច្នេះហើយគេក៏មានការិយាល័យមេធាវីរដ្ឋអ្នកស៊ើបអង្កេតរបស់រដ្ឋបើកការស៊ើបក្តីករណីរបស់លេស៊ីហើយនៅទីបំផុតប្តីប្រពន្ធមកគូនេះត្រូវបានតុលាការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មកម្រិតទី2ដោយសារតែការធ្វេសប្រហែសហើយនឹងការអត់យកចិត្តទុកដាក់ទៅលើកូនរបស់ខ្លួនឯងជាពិសេសដោយសារតែកូននោះគឺជាមនុស្សពិការទៀតអញ្ចឹងពួកគាត់ត្រូវមានកាតព្វកិច្ចនៅក្នុងការថែទាំហើយនឹងយកចិត្តទុកដាក់ទៅលើកូនក៏ប៉ុន្តែពួកគាត់បានប្រព្រឹត្តផ្ទុយស្រឡះពីនឹងតែម្ដងដោយដែលបានរៀបរាប់មកពីខាងដើមអញ្ចឹងដូច្នេះហើយតុលាការបានសម្រេចទោសឲ្យពីអ្នកប្តីប្រពន្ធនេះជាប់គុកម្នាក់20ឆ្នាំហើយនឹងត្រូវបានតាមដានរយៈពេល20ឆ្នាំទៀតបន្ទាប់ពីចេញពីពន្ធនាគារនៅក្នុងករណីរបស់ Laci Fletcher គឺជាការរំលឹកដ៏ក្រៀមក្រំមួយថាការថែទាំហើយនឹងជំនួយដល់ជនពិការគឺជាបញ្ហាប្រឈមដ៏សំខាន់ជាពិសេសគឺកត្តានៅក្នុងក្រុមគ្រួសារនឹងផ្ទាល់តែម្ដងយើងគួរតែសិក្សាហើយស្វែងយល់ផ្នែកវិទ្យាសាស្ត្រឲ្យបានត្រឹមត្រូវនៅក្នុងការវិនិច្ឆ័យនៅលើរោគសញ្ញាជំងឺនីមួយៗអញ្ចឹងហើយបាននៅពេលដែលយើងឈឺល្មមផ្ដាសាយក្តៅខ្លួនគ្រុនអីអញ្ចឹងយើងទៅត្រឹម pharmacy ផ្សំថ្នាំអីយកមកលេបមកបានទេបើសិនជាជីវភាពគ្រួសាររបស់យើងនៅមានកម្រិតប៉ុន្តែនៅក្នុងករណីមួយដែលថាជំងឺនឹងវាមិនធម្មតាខុសប្រក្រតីយើងគួរតែបញ្ជូនអ្នកជំងឺនឹងឲ្យគាត់ទៅជួបពេទ្យដោយផ្ទាល់ធ្វើការព្យាបាលផ្ទាល់ទៅតាមសមត្ថភាពគ្រួសាររបស់យើងទៅពេទ្យទូចឬក៏ពេទ្យធំតាមសមត្ថភាពចឹងទៅពីព្រោះថាគាត់គឺជាសមាជិកនៅក្នុងក្រុមគ្រួសារយើងណោះមិនមែនអ្នកដទៃឯណាតាមពិតទៅពាក្យថាក្រុមគ្រួសារឪពុកម្ដាយកូនជាទូទៅគឺអូតូម៉ាទិកមានចំណងនៃសេចក្តីស្រឡាញ់នៅក្នុងនឹងមកអូតូតែម្ដងតែបើទោះបីជាមិនសូវស្រឡាញ់យ៉ាងហើយណាក៏មានការអាណិតអាសូរនៅក្នុងនឹងខ្លះដែរក៏ប៉ុន្តែពិតជាមានមែនក្រុមគ្រួសារខ្លះដែលអត់មានក្តីស្រឡាញ់ម្ដាយឪពុកអត់ស្រឡាញ់កូនដូចនៅក្នុងករណីរបស់ Laci នេះចឹងខ្ញុំផ្ទាល់ខ្ញុំពិតជាធ្លាប់បានជួបបានឃើញករណីដែលឪពុកម្ដាយអត់ស្រឡាញ់កូនចឹងមែនក៏ប៉ុន្តែសួរថាបានប្រយោជន៍អីក្នុងនាមជាឪពុកម្ដាយនៅពេលដែលយើងបង្កើតកូនមកហើយយើងត្រូវមានតួនាទីមានកាតព្វកិច្ចនៅក្នុងការចិញ្ចឹមបីបាច់ហើយមើលថែកូនដោយក្តីមេត្តាដោយក្តីស្រឡាញ់ដោយក្តីអាណិតអាសូរក៏ប៉ុន្តែបើសិនជាយើងអត់មានការទាំងអស់ហ្នឹងនៅក្នុងចង្កោមក្រុមគ្រួសាររបស់យើងទេមានតែភាពមួម៉ៅមានតែភាពខឹងស្អប់ហើយអត់មានរីកចម្រើនអត់ចំណេញអីទេនៅក្នុងក្រុមគ្រួសារហ្នឹងគឺមានតែភាពឈឺចាប់ហើយនឹងការបាក់បែកខ្ញុំចង់ចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាថាសេចក្តីស្រឡាញ់គឺសំខាន់បំផុតមិនថានៅក្នុងចង្កោមក្រុមគ្រួសារមិត្តភាពឬក៏សង្គមដែលយើងកំពុងតែរស់នៅទាំងមូលគឺត្រូវការសេចក្តីស្រឡាញ់បើសិនជាគ្មានសេចក្តីស្រឡាញ់និងគ្មានភាពស្មោះត្រង់គ្មានការអត់ឱនគ្មានការយោគយល់គ្មានការអត់ធ្មត់គ្មានការអធ្យាស្រ័យទេដូច្នេះហើយសេចក្តីស្រឡាញ់គឺជាសេចក្តីដែលសំខាន់បណ្ដាច់ទី1តាមពិតទៅមានគំរូឪពុកម្ដាយល្អជាច្រើនខ្ញុំលើកជាឧទាហរណ៍មួយបច្ចុប្បន្នឃើញមានក្មេងៗដែលកើតជំងឺអូទីសឹមច្រើនប៉ុន្តែក៏មានឪពុកម្ដាយគាត់ជាច្រើនដែលគាត់អត់ធ្មត់ហើយលះបង់ដោយក្តីស្រឡាញ់ហើយនឹងការយកចិត្តទុកដាក់ខ្លាំងមែនទែននៅក្នុងការមើលថែនៅក្នុងការព្យាបាលកូនរបស់ពួកគាត់រហូតដល់កូនពួកគាត់ត្រឡប់មកអាចនឹងធូរស្បើយជាងមុនល្អប្រសើរជាងមុនហើយអាចចុះនៅក្នុងចំណោមគេបានទោះបីជាក្មេងៗដែលមានជំងឺអូទីសឹមយើងពិបាកនៅក្នុងការគ្រប់គ្រងពិបាកនៅក្នុងការ
មើលថែគាត់ខ្លាំងប៉ុណ្ណាក៏ដោយប៉ុន្តែនៅតែមានអាណាព្យាបាលឪពុកម្ដាយក្រុមគ្រួសារជាច្រើនគាត់នៅតែអាចយកឈ្នះនៅលើការទាំងអស់នឹងបានដោយសារសេចក្តីស្រឡាញ់ហើយនឹងការអត់ធ្មត់ហើយខ្ញុំពិតជាកោតសរសើរនៅទឹកចិត្តហើយនឹងក្តីស្រឡាញ់របស់ឪពុកម្ដាយភាគច្រើនស្ទើរតែថាជាទូទៅហើយក្តីស្រឡាញ់របស់ឪពុកម្ដាយគឺអត់មានលក្ខខណ្ឌទេទៅកាន់កូនខ្ញុំអាចដឹងពីទុក្ខលំបាករបស់ពួកគាត់ខ្លះៗដោយសារតែខ្ញុំក៏ធ្លាប់មានបទពិសោធន៍ជាមួយនឹងក្មេងៗដែលកើតជំងឺ autism ដែរនិយាយរួមទៅខ្ញុំអាយុអត់ទាន់ច្រើនប៉ុន្តែខ្ញុំក៏ធ្លាប់បានឆ្លងកាត់ហើយនឹងយល់ដឹងពីបទពិសោធន៍ហើយនឹងរសជាតិជីវិតនឹងច្រើនគួរសមដែរអញ្ចឹងខ្ញុំពិតជាយល់ពីស្ថានភាពហើយទុក្ខលំបាកទាំងអស់ហ្នឹងប៉ុន្តែមានឪពុកម្ដាយតែមួយចំនួនតូចប៉ុណ្ណោះដែលខ្វះសេចក្តីស្រឡាញ់ហើយអត់បានយល់ដឹងពីកាតព្វកិច្ចក្នុងនាមជាឪពុកម្ដាយរបស់ខ្លួនឯងទៅកាន់កូនអញ្ចឹងជាចុងក្រោយខ្ញុំនៅតែមានការលើកទឹកចិត្តអ្នកទាំងអស់គ្នានៅពាក្យមួយឃ្លាដដែលថាសេចក្តីស្រឡាញ់គឺជាសេចក្តីសំខាន់បណ្ដាច់ទី1ហើយជាចុងក្រោយក៏អរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះពីដើមដល់ចប់សង្ឃឹមថាវីដេអូមួយនេះនឹងផ្ដល់ជាប្រយោជន៍ទៅកាន់បងប្អូនទាំងអស់គ្នាជូនពរអ្នកទាំងអស់គ្នាសំណាងល្អសុខភាពល្អជួបគ្នាវីដេអូក្រោយ